ប្រាក់គុណធរចំនួន3000គឺគ្រប់គ្រាន់ដើម្បីទិញទេពធីតាភ្លើងពិតមាស1300តម្លឹងគុណសម្បត្តិ$2300អាល្លឺម៉ង់វត្ថុបុរាណវេទមន្ត3យ៉ាងធ្នូនិងដាវរបស់របរចំនួន6វត្ថុស័ក្តិសិទ្ធិចំនួន8របស់របរ1គឺខ្យងអារ៉ាក់2និង1ទៀតផែនទី1បងស្រីមើលវាត្រូវបានសម្គាល់ដោយលេខ3ទីតាំងនៃសិទ្ធិវិញ្ញាណភ្លើងអាយុ1សតវត្សសិទ្ធិកាណូឌឺម៉ាភ្លើងអារ៉ាក់ខ្លានោះត្រូវបានទុកចោលសម្រាប់ការទម្លាក់ខ្លួនរបស់ខ្ញុំប៉ុន្តែវិញ្ញាណភ្លើងមានអាយុជាង300ឆ្នាំជារឿយមានភ្លើងឆេះនៅជាប់នឹងឡងវាមានគ្រោះថ្នាក់ណាស់ដែលមានពស់ថ្លាន់យាមវាតើវាសមនឹងហានិភ័យទេដោយមានសិទ្ធិរីជាភ្លើងជាអាហារបំពន់ព្រះចៅអធិរាជទ្រព្យសម្បត្តិដែលប្រទេសជាតិបានថែរក្សាមានមនុស្សតិចណាស់ដែលអាចអនុញ្ញាតឲ្យអ្នកធ្វើការមុនបានជិះដល់ចំណុចកំពូលនៃកញ្ចក់បាត់វាថែមទាំងអាចទម្លុះរយៈពេលចាក់ថ្នាំទៀតបន្ទាប់មកខ្ញុំសុខចិត្តទទួលយកហានិភ័យហើយសាកល្បងវាបងស្រីលីងយូដុតគ្រាប់ពូជនោះចោលទៅនេះមើលទៅដូចជាគ្រាប់ពូជល្ពៅមែនទេការផ្លាស់ប្ដូរលើកទី2នៃចាក់ពុកគឺដូចជាផ្លែល្ពៅល្ពៅ3ផ្លែក្នុង1ផ្លែអាចដើម្បីចិញ្ចឹមទ្រព្យសម្បត្តិដោយប្រើគុជខ្យងខ្យល់ខាងជើងជាអាហារបំពន់វាអាចបង្កើតបានមុនវាប្រហារពេលខ្ញុំទទួលបានផ្សិតវិញ្ញាណភ្លើងហើយកណ្ដាលនេះមើលទៅដូចជាចូលមកហើយលឿនឡើងស្អាតនិងមានប្រសិទ្ធភាពឈប់អូរ៉ាពីកំពុងខិតជិតមកដល់យ៉ាងលឿនវាយឺតពេលហើយក្នុងការចាក់ចេញពីជ្រលងភ្នំនេះចេញពីជ្រលងភ្នំហើយលឿនឡើងវាទំនៀមពាក់កណ្ដាលភ្នំមានមនុស្សតែម្នាក់ក្នុងមួយជីវិតដែលប្រពន្ធនាងកំពុងដុតប្រភពរបស់នាងទោះបីជាពូឈាមអរិយឈ្នះក៏ដោយក៏វានៅតែអាចរស់រានមានជីវិតបានទេកុំរើអីនាងរកមិនឃើញក្លិនរបស់អ្នកទេខ្ញុំនឹងធ្វើឲ្យវាមើលមិនឃើញសម្រាប់អ្នកប៉ុន្តែប្រសិនបើអ្នកបញ្ចេញសំឡេងមួយបងស្រីលីងយូនាងត្រូវបានសម្លាប់ដោយអារ៉ាក់ពួកគេដួលហើយពស់ថ្លាន់លំនាំភ្លើងបានខំសម្បាយ៉ាងខ្លាំងហើយព្យាយាមនៅពាក់កណ្ដាលភ្នំអ្នកត្រូវបានគេអូសចូលទៅក្នុងអាងទឹកយើងត្រូវរកវិធីរត់គេចខ្លួនគំនិតអ្វីខ្ញុំមានគំនិតមួយខ្ញុំនឹងប្រើវេទមន្តទឹកកំបាំងនៃការបង្កអាងទឹកគឺពស់ថ្លាន់យ៉ាងនឹងជាប់អន្ទាក់ហើយបន្ទាប់មកខ្ញុំនឹងច្រឡះប្រញោចេញដោយមិនមានតម្លៃសាកល្បងប្រសិនបើវាមិនដំណើរការទេនោះចូលទៅក្នុងភ្នំនឹងព្រៃឈើភ្លាមហើយកុំងាកក្រោយបងស្រីលីងយូឥឡូវនេះដល់ពេលហើយបងស្រីលីងយូហេតុអ្វីបានជាអ្នកនៅទីនេះបច្ចេកទេសប្រភេទទឹកកកតោះទៅយើងមានសិទ្ធិវិញ្ញាណភ្លើងតោះត្រឡប់ទៅវិញការដាំដុះផ្លែឈើភ្នំនិងព្រៃឈើភាគខាងលិចកូនឲ្យអនុញ្ញាតឲ្យខ្ញុំអាចផ្ដល់កំណប់ទ្រព្យដល់អ្នកបងស្រីលីងយូចូលទៅរកមើលវាទៅពស់ថ្លាន់ភ្លើងបានស្លាប់ហើយគ្មានអ្វីគ្រោះថ្នាក់នៅទីនេះទេប៉ុណ្ណឹងហើយ